កម្ពុជានិងថៃបានព្រមព្រៀងគ្នាលើបទឈប់បាញ់បន្ទាន់រយៈពេល72ម៉ោងយោធាថៃនឹងដោះលែងយោធិនកម្ពុជាហើយភាគីទាំងពីរនឹងបន្តការងារវាស់វែងខណ្ឌសីមាស្របទៅតាមព្រំដែនអន្តរជាតិនេះបើយោងទៅតាមសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅថ្ងៃទី27ខែធ្នូឆ្នាំ2025បទឈប់បាញ់បានចូលជាធរមាននៅម៉ោង12ថ្ងៃត្រង់នេះហើយត្រូវតែអនុវត្តយ៉ាងពេញលេញរយៈពេល72ម៉ោងដោយមិនប្រើប្រាស់អាវុធគ្រប់ប្រភេទនៅគ្រប់តំបន់រក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្នមិនចាលាត់កងកម្លាំងបន្ថែមមិនដើរល្បាតចូលទៅតាមទីតាំងរបស់ភាគីម្ខាងទៀតនិងជៀសវាងសកម្មភាពញុះញង់រដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទាសីហាបានថ្លែងនៅក្នុងសន្និសីទកាសែតក្រោយពិធីចុះហត្ថលេខាថាការអនុវត្តបទឈប់បាញ់ពេញលេញប្រកបដោយប្រសិទ្ធភាពនិងផ្ដល់លទ្ធភាពឲ្យយោធាថៃដោះលែងយោធិនកម្ពុជាទាំង18នាក់យោធិនកម្ពុជាត្រូវបានឃុំឃាំងអស់រយៈពេល151ថ្ងៃហើយគិតចាប់តាំងពីពួកគេត្រូវបានចាប់ខ្លួនក្នុងទឹកដីកម្ពុជានៅព្រឹកថ្ងៃទី29ខែកក្កដាឆ្នាំ2025ចំពោះការកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរដោយផ្អែកទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់នឹងច្បាប់អន្តរជាតិលោករដ្ឋមន្ត្រីថ្លែងថាភាគីទាំងពីរព្រមព្រៀងគ្នាប្រគល់ការងារនេះទៅគណៈកម្មការចម្រុះព្រំដែនគោក JBC លោកអះអាងថា JBC នឹងបន្តធ្វើដំណើរការរបស់ខ្លួនឡើងវិញឲ្យបានឆាប់និងរហ័សជាទីបំផុតដើម្បីសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែនសេចក្តីប្រកាសរួមនេះក៏រួមបញ្ចូលនៅលក្ខខណ្ឌបន្តកិច្ចសហការលើការងារដោះមានមនុស្សធម៌និងឧក្រិដ្ឋកម្មឆ្លងដែនផងដែរដើម្បីធានាដំណាភាពនិងប្រសិទ្ធភាពបទឈប់បាញ់នេះលោកទាសីហាបញ្ជាក់ថាតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នឹងត្រូវបានពង្រឹងបន្ថែមហើយលោកស្វាគមន៍ការផ្តល់ជំនួយនិងសម្ភារៈបច្ចេកទេសពីបណ្ដាប្រទេសជាមិត្តដើម្បីបង្កើនសមត្ថភាពរបស់ AOT ខណៈដែលប្រសិទ្ធភាពនៃការអនុវត្តបទឈប់បាញ់72ម៉ោងកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ដោយភាគីទាំងពីរលោករដ្ឋមន្ត្រីការពារជាតិកម្ពុជាលើកឡើងទៀតថាជនភៀសសឹកកម្ពុជាអាចត្រឡប់ទៅភូមិឋានវិញចំពោះតំបន់ណាដែលអាជ្ញាធរមូលដ្ឋានកំណត់ថាមានសុវត្ថិភាព